ស្វាគមន៍ចូលមកកាន់វគ្គទី3នៅក្នុងកម្មវិធីកសិកម្មនិងការអភិវឌ្ឍរបស់ស្ថានីយទូរទស្សន៍និពន្ធ NTV HD បាទនៅក្នុងវគ្គនេះបាទលោកអ្នកនឹងបានជួបជាមួយបងប្រិនបន្តទៀតតកតងទៅនឹងគ្រឿងម៉ាស៊ីនដែលបងបរិនក៏បានកែច្នៃដល់ខ្លួនឯងផ្ទាល់សម្រាប់ធ្វើការកិនជាបាសចំណីសម្រាប់សត្វគោដែលគាត់ចិញ្ចឹមរាល់ថ្ងៃនេះចឹងចង់ដឹងថាតើម៉ាស៊ីននេះគាត់តម្លើងដោយវិធីណាហើយគាត់កិនជាចំណីចិញ្ចឹមដល់សត្វគោរបស់គាត់ដោយវិធីណានោះបាទជួយជាមួយបងប្រិននៅក្នុងវគ្គទី3ហើយក៏ជាវគ្គចុងក្រោយដែរបាទបងបាទនេះម៉ាស៊ីនហ្នឹងដែលបងបានលើកឡើងណាបងណាបាទម៉ាស៊ីននេះវាជាប្រភេទកិនចំណីគោហើយក៏ដូចជាកិនម៉ៃឈើសម្រាប់ធ្វើជីកប៉ុសផងដែរបាទយើងមានពីជំរើសគឺខ្នាតតូចនេះដើរដោយម៉ាស៊ីនតាំងហើយខ្នាតជុំនេះដើរម៉ាស៊ីនម៉ាស៊ូតអញ្ចឹងបាទអានេះបើសិនជាបងប្អូនជាកសិករយើងគាត់ចង់បានម៉ាស៊ីននេះទូចបងណាបាទអានេះលក្ខណៈន័យថាម៉ាស៊ីនសាំងវាស្រាលវាអាចចល័តអីបានងាយស្រួលអាហ្នឹងវាអាស្រ័យលើបងប្អូនយើងចង់បានអានេះយើងបើនិយាយចំទៅយើងកិនតែចំណីសម្រាប់សត្វយើងបូមទឹកមួយកើតអត់អាហ្នឹងយើងបូមទឹកវានៅម៉ាស៊ីនយើងអាចដោះទៅបូមទឹកយើងបូមបានយើងដោះតាមម៉ាស៊ីនហ្នឹងហ្នឹងហើយចុះបានឃើញពីផ្លែកណាពីផ្លែកខ្នាតធំនេះម៉ាស៊ីនគូយន្តអញ្ចឹងគាត់អាចដោះពីគូយន្តមកទម្លាក់នៅលើត្បាល់នេះបានអញ្ចឹងខ្ញុំលក់តែខ្នាតមកជុំនេះខ្ញុំលក់តែត្បាល់ហើយនឹងជើងម៉ាស៊ីនទេអញ្ចឹងខ្ញុំអត់លក់ម៉ាស៊ីននេះអញ្ចឹងដោយសារខ្ញុំមើលឃើញជាកសិករយើងមានគូយន្តព្យួរដើរតាមហ្នឹងអញ្ចឹងគាត់អាចចំណេញដោយសារគាត់មានម៉ាស៊ីនស្រាប់ហ្នឹងបានអូហើយបើសិនជាបងបីចេញទៅក្នុងទីផ្សារវិញតម្លៃវាមិនទេបងបាទចំពោះម៉ាស៊ីនសាំងខ្នាតតូចបាទយើងដាក់លក់នៅភ្នំពេញតម្លៃវា320បាទអូ320ចុងខ្នាតធំបាទខ្នាតធំនេះបាទថាអត់ម៉ាស៊ីនវាមានតែជើងហើយនឹងត្បាល់តម្លៃវាតែ$270ទេបាទហើយឃើញថាមិនពិបាកទេណាមិនពិបាកចំណាំទេណាកសិករសហគ្រិន01បាទប្រភេទត្បាល់នេះកសិករសហគ្រិន01នេះគឺវាមានទូទីផលិតចំណីគោជាចម្បងបាទហើយនឹងកិនម៉ៃឈើផងដែរបាទដូចជាស្មៅដើមពោតដើមចេកដើមអីហ្នឹងវាកិនសម្រាប់ចំណីគោគឺបានល្អចុះដូចសម្ភារៈផ្សេងដូចជាដែលវារឹងណាដូចជាមេឃដងមេឃអីឬមួយក៏ដើមឈើផ្សេងដែលយើងគិតថាវាដូចពីមុនដូចឃើញចាស់ពីដើមបងណាឃើញគាត់យកអាកបិតយើងអាបិទកែណាបាទដូចដើមម៉ៃឈើដែលគាត់តាក់តែងម៉ៃដែលពីខែផ្សារអញ្ចឹងវាស្បូរម៉ៃអញ្ចឹងគាត់ត្រូវការកាប់ដើម្បីដើមស្អីគេដែលចាស់គាត់យកមកមូលធ្វើបរិយាជក់ណាអូដើមសង្កែហ្នឹងហើយឃើញយកមកអង្គុយកាប់ឆ្នាំហើយទៅពេលសួរគាត់យកធ្វើអីគាត់ថាយកទៅធ្វើជីអញ្ចឹងហ៎បាទដូចជាត្រៀមខេតអីហ្នឹងវាច្រើនដុះនៅចំការអញ្ចឹងយើងទុកឲ្យស្លឹកវាងាយលួយប៉ុន្តែដើមវាងាយប៉ុន្តែចូលម៉ាស៊ីននេះគឺវាកិនបានល្អហ្មងកិនដាច់តែម្ដងបាទវាកិនទៅវាមិនម៉ត់ដូចអាចអាណាប៉ុន្តែវានៅកម្រិតមួយដែលវាអាចរលួយបានវាងាយស្រួលហើយក៏វានឹងឆាប់រលួយដែរគាត់ថាវាមិនពិបាកមែនទេបងណាបាទនៅពេលចូលម៉ាស៊ីនអញ្ចឹងបើថាបើសិនជាបងប្អូនទស្សនិកជនបាទជាពិសេសជាកសិករមួយចំនួនបើចង់បានម៉ាស៊ីនប៉ោះបងបរិនបាទយកទៅដូចទីថាយើងយកទៅកិនជាចំណីឬក៏កិនជាវត្ថុផ្សេងដើមផ្សេងដែលធ្វើជាជីបានណាអាចទំនាក់ទំនងគាត់បានបាទមានលេខទូរស័ព្ទរបស់គាត់នៅនឹងស្រាប់ឯនេះបាទលេខទូរស័ព្ទរបស់គាត់បាទ011 7គុត96 98មួយប្រព័ន្ធទៀត016 72 67 64បាទហើយទីតាំងរបស់គាត់នៅភូមិតាជោសង្កាត់បាទស្វាយទឿក្រុងស្វាយរៀងខេត្តស្វាយរៀងហើយលោកអ្នកអាចទំនាក់ទំនងតាមទូរស័ព្ទគាត់ឃើញថាគាត់មានកន្លែងបោះដុំរបស់គាត់មួយផ្សេងទៀតនៅភ្នំពេញមានសាខាយើងណាបាទតំណាងលក់នៅភ្នំពេញបាទនៅភ្នំពេញតែម្ដងខ្ញុំថាលោកអ្នកអត់ពិបាកទេបាទលោកអ្នកគាត់លេខទូរស័ព្ទគាត់ទុកទៅបាទហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតបាទមានប្រព័ន្ធ011បាទ011 7គុត96 98 011 7គុត96 98មួយប្រព័ន្ធទៀត016 72 67 64បាទបងប្អូនទាំងអស់បាទតកតងតាមនោះទៅឃើញថាវាមានភាពងាយស្រួលអញ្ចឹងចង់ដឹងថាតើភាពងាយស្រួលនៅក្នុងការកិនចំណីឲ្យទៅសត្វគោបាទងាយស្រួលរបៀបណានោះចាំមើលឲ្យបងបរិនគាត់បង្ហាញជូនបន្តិចមើលថាតើភាពងាយស្រួលនោះវាពិតដូចជាអ្វីដែលខ្ញុំបាននិយាយបានលើកឡើងឬក៏ដូចបងបរិនបានលើកឡើងដែរអត់បាទតើបងតោះអានេះយើងយកទៅដែរណាយើងយកទៅកិនឲ្យចំណីគោនេះបាទណាអញ្ចឹងអានេះយើងអូអានេះបងកិនពីព្រឹកហើយម្សាណាបាទហើយអានេះយើងកិនម៉ៃឈើបាទនេះគឺធៀងដូងអូនេះតាមសឹកសង្កែដែលខ្ញុំបាននិយាយទេបងណាបាទសឹកសង្កែ
នេះអូ គ្រឿងខែតអីហ្នឹងគឺអាចកិនបាននេះមកទៅយកទៅដាក់បាយថាដូងយើងយកទៅដាក់គល់ដូងវិញហើយឈើហូបផ្លែអីផ្សេងៗទៀតគឺយើងយកទៅដាក់នៅគល់ហ្នឹង តែអានេះបើយើងយ៉ាងនេះយើងដាក់គល់ចេកគល់អីហើយស្រួយទឹកត្រជាក់ឆាប់រលួយទៅជីនិយាយទៅយើងដាក់នៅកន្លែងណាក៏បានសំខាន់làយើងដាក់ឲ្យវាយើងជីកដៅយើងក៏ឬមួយក៏ពាត់របាំងដែលទប់ភ្លឺវាដើម្បីកុំឲ្យវាខ្ចាយបាទអញ្ចឹងវាងាយស្រួលពេលដែលវារលួយទៅវាคล้ายទៅជីតែម្ដងគឺចឹងនេះវាកែប្រែដីឲ្យមានគុណភាពអញ្ចឹងអាថ្លៃដើមការផលិតផលកសិកម្មយើងវាចេះតែថយទៅហើយបាយថាសុវត្ថិភាពទី1គឺអ្នកផលិតនឹងឯងដោយអត់បានប្រើប្រាស់សារធាតុគីមីបាទហើយទី2គឺអ្នកទទួលទានហ្នឹងគាត់ទទួលបានបាយថាកសិកម្មបែបសរីរាង្គគឺវាជាតម្រូវការរបស់មនុស្សទូទៅបងដែលបាទអានេះដែលបងកិនណាកិនចូលមកក្នុងនេះណាហើយចាំមើលសាក់ឲ្យបងកិនឲ្យមើលតិចមើលតើឬមិនអានេះបើសិនយើងគិតទៅបងប្អូនជាបរដ្ឋមួយចំនួនបាទភាគច្រើនបាទគឺគាត់ដូចទីហត់ដើមសង្កែនេះដល់ពេលដើមធំពេកមិនដឹងយកធ្វើអីកើតដុតចោលហាលឲ្យស្ងួតដុតចោលហើយយកផេះយកធ្វើជីបាទអាហ្នឹងវាសល់ដែរក៏ប៉ុន្តែវាអាសាធាតុ NPK អីវាបាត់បង់វាសល់តែក្បោនទេហ្នឹងហើយអញ្ចឹងទៅពេលយើងមានម៉ាស៊ីនយើងកែច្នៃយើងយកមកកិនកំតិចអញ្ចឹងទៅហើយទៅពេលយើងយកដាក់ទៅវាទទួលបានទិន្នផលល្អព្រោះដោយសារអីជាតិវិតនៅក្នុងទាំងអស់ទៅពេលវារលួយចេញទៅជាជីដ៏ល្អហើយមួយទៀតជួយកាត់បន្ថយបរិស្ថានផងដែរព្រោះយើងឃើញថាបើសិនជាសម្ភារៈទាំងអស់នេះដូចដើមដូងនេះបើសិនជាយើងអត់មានម៉ាស៊ីនកែច្នៃអត់មានម៉ាស៊ីនកិនពីនឹងទេហើយចេញមកយើងអត់បានយកធ្វើជីកើតទេមែនទេបងគឺយើងហាស្ងួតដុតចោលវាកោទៅវាធ្វើឲ្យហើយវាជាអៀតដីដែលយើងត្រូវដាំដុះទៀតមែនទេបងអញ្ចឹងពេលយើងយកមកចេះយើងទទួលបានទិន្នផលទាំងអស់ទី1យើងបានជីទី2អត់មានការកកស្ទះកន្លែងផ្ទៃដីដែលយើងត្រូវដាំដំណាំហើយទី3យើងមិនបាច់ពិបាកដុតបំពុលបរិយាកាសទេមែនទេបងណាអញ្ចឹងយើងបានទាំងអស់អញ្ចឹងដើម្បីរួមចំណែកទាំងអស់គ្នាបាទបងប្អូនជាបរដ្ឋយើងគួរតែគិតមើលបាទងាកមកមើលម៉ាស៊ីនរបស់យើងណាឥឡូវចាំមើលឲ្យបងបរិនកិនឲ្យមើលតិចមើលថាតើវាយ៉ាងម៉េចបាទតបងប្អូនយើងទស្សនាមើលថាការកិនស្បែកស្មៅនេះវាកិនបានល្អយ៉ាងណាគឺយើងចាប់ដើមយើងចង់បង្ហាញពីអត្ថប្រយោជន៍ម៉ាស៊ីននៃការកិនណាតើម៉ាស៊ីននេះកិនចេញទៅបានល្អប៉ុណ្ណារឿងដើម្បីឲ្យយកលាជាចំណីអីចឹងណាបងណាបាទពេលនេះបងនឹងដាក់ចូលបាទលោកស្រីនេះកញ្ញាទីក្រុមជីមត្រីឃើញថាអត់ឃើញថាអត្ថប្រយោជន៍ខ្ពស់ល្អមែនបាទយើងឃើញថានេះបើសិនជាយើងអត់មានម៉ាស៊ីនណាបើយើងចំណាយពេលអង្គុយកាប់វិញអង្គុយកាប់ណាបងកាប់ក៏យូរអស់ដែរយើងវាអត់ទេវាអត់បានម៉ត់ល្អអញ្ចឹងហើយណាមួយហើយប្រើពេលយូរមិនមែនថាអត់បានម៉ត់ល្អអញ្ចឹងទេយើងអង្គុយច្រាំវាដូចច្រាំជ្រូកអត់ទេខ្ញុំធ្លាប់ច្រាំដែរកាលតែខ្ញុំអត់ទាន់ផលិតម៉ាស៊ីនខ្ញុំកាត់អាខ្ចីហ្នឹងខ្ញុំច្រាំវាដែរបានគូស៊ីអស់អញ្ចឹងវានៅសល់5ហ៊ុនមកទឹកអីហ្នឹងប៉ុន្តែដើមនឹងតខ្ចីដែរបើចាស់វាទៅពីអត់បាយឯងតែបើយើងគិតថាយើងធ្វើបានដូចគ្នាឥឡូវមិនចាំបាច់មានម៉ាស៊ីនទេយើងធ្វើបានដូចគ្នាដោយសារអង្គុយច្រាំមែនទេបងតែយើងប្រើពេលវេលាយូរដោយសារឥឡូវច្រាំបើសិនក្នុងមួយដើមបងយកមកច្រាំហើយបងយកមកអង្គុយហាន់អង្គុយកាប់ណាតែយើងប្រើរយៈពេលប៉ុន្មានឥឡូវបើសិនជាបើយើងគិតជាដើមមិញប្រហែលប្រហែលជាចូល10ដើម20ដើមណាមិញហ្នឹងខ្ញុំកងមិញប្រហែលជា20គីឡូអញ្ចឹងវាមានសមត្ថភាពកិនបានពី1500ទៅ2000គីឡូក្នុង1ម៉ោងហ្នឹងហើយព្រោះហ្នឹងវាអាស្រ័យលើយើងញុកព្រោះយើងមានគ្នា2នាក់យើងញុកបានច្រើនដល់2តោនជាងព្រោះអាហ្នឹងវាអាស្រ័យលើការដែលញុកចូលព្រោះម៉ាស៊ីននេះដោយសារវាមិនទំនើបដោយរបស់បរទេសដោយសារវាកិនប៉ុន្តែអានេះវាមានសមត្ថភាពខ្លាំងជាងដោយសារវាអាចកិនបានច្រើនដោយសារមុខចូលវាធំអញ្ចឹងយើងអាចដាក់បានមួយកងប៉ុន្តែអាម៉ាស៊ីនដែលនៅបរទេសវាកិនតែប៉ុន្តែដាក់បានតិចប៉ុន្តែសមត្ថភាពវាបានខ្ពស់ជាងអញ្ចឹងមិនថាឃើញថានេះគឺជាគំនិតកែច្នៃមួយដ៏ល្អរបស់បងបរិនដែលគាត់បានគិតនឹកឃើញបាទកែច្នៃម៉ាស៊ីនបាទហើយបើសិនជាលោកស្រីនាងកញ្ញាបើសិនជាយើងគិតថាបើយើងអង្គុយកាប់វិញយើងប្រើប៉ុណ្ណឹងអាចប្រើពេលដែលប្រហែលជាចង់កន្លះថ្ងៃទៅហើយបាទ
ហើយតពេលឥឡូវយើងកិនមកផ្លែនយើងកាន់ហើយយើងអូយើងអាចលាងងាយស្រួលក្នុងការសម្អាតវាបាទសម្អាតវាយើងហាលវាស្ងួតកុំឲ្យវាមានសំណើមនៅក្នុងវាអាចធ្វើឲ្យវាពុកប៉ុន្តែត្បាល់នេះវាធ្វើពីដែកដែលមាំមកបាទក្បិតវាធ្វើពីដែកថែបមិនងាយអស់ហើយបាទគឺអាចកាត់មែកឈើធំបានហើយក្នុងការសម្លៀងយើងអាចដោះមកសម្លៀងអីបានដែរនេះយើងបិច្រាស់ពៀនអូឃើញថាมันពិបាកទេបងប្អូនបាទអាចជឿចុះបើទីមិនខុសម្ដងយើងប្រើប្រាស់បានបាទចំពោះការធានាដែរយើងខ្ញុំធ្វើការធានារយៈពេល1ឆ្នាំជួសជុលដូរថ្មីវិញដល់ឥតគិតថ្លៃអីអញ្ចឹងយើងបានន័យថាយើងមានសិប្បកម្មផលិតអានេះដោយមានអាជ្ញាប័ណ្ណដែលចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺយើងមានការបងពុនក្នុងការផលិតនេះបានត្រឹមត្រូវបាទហើយយើងមានការធានាទៅដល់សម្រាប់អ្នកប្រើប្រាស់បាទតកតងទៅនឹងម៉ាស៊ីននេះបាទលោកអ្នកនឹងបានជ្រាបនៅក្នុងសប្តាហ៍ក្រោយៗទៀតដែលដោយសារក្នុងសប្តាហ៍នេះយើងជម្រាបជូនវិជ្ជាជូនអំពីលក្ខណៈបច្ចេកទេសក្នុងការចិញ្ចឹមសត្វគោរបស់បងមរិនណាបាទដែលមានភាពខុសប្លែកគ្នាតែក៏ពិតទៅបើសិនជាគិតថាពីលក្ខណៈចិញ្ចឹមបើមកសុភាពវាអត់មានអីទេលក្ខណៈចិញ្ចឹមឃើញថាសត្វគោបងប្អូនជីវរដ្ឋយើងគាត់ចិញ្ចឹមច្រើនហើយគាត់ចេះដឹងច្រើនមែនទេបងថាលក្ខណៈបច្ចេកទេសខុសគ្នាតែតិចទេតែយើងអាចទទួលបានទិន្នផលល្អបងណាបាទអញ្ចឹងដោយសារតែពេលវេលារបស់យើងមានកម្រិតបងណាដល់ម៉ោងយើងចិត្តដល់ហើយអញ្ចឹងចង់ឲ្យបងមានប្រសាសន៍ផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដូចជាបងប្អូនទស្សនិកជនដែលកំពុងតាមដានទស្សនាបាទតកតងទៅនឹងការចិញ្ចឹមសត្វផ្សេងតែយើងដូចជាការចិញ្ចឹមគោនោះតើយើងត្រូវធ្វើដោយវិធីណាដើម្បីឲ្យទទួលបានទិន្នផលល្អក៏ដូចជាឲ្យគោនោះទទួលបានគេថាទិន្នផលខ្ពស់ហ៎បងបាទចំពោះការចិញ្ចឹមគោដោយសារខ្ញុំមិនមានកសិដ្ឋានអីធំហើយខ្ញុំក៏គ្មានបំណងចិញ្ចឹមគោយកសាច់អីផងដែរបាទដោយសារខ្ញុំផលិតបាយថាចិញ្ចឹមគោគឺគោបំណងក្នុងការស្រាវជ្រាវដើម្បីរកយុទ្ធសាស្ត្រយ៉ាងណាធ្វើឲ្យការចិញ្ចឹមគោនៅប្រទេសកម្ពុជានឹងមានការរីកចម្រើនហើយវាអាចសល់ពីការកាកសំណល់នៃការចិញ្ចឹមគោដូចជាសល់លាមកអញ្ចឹងយើងអាចផលិតបាយអូហ្គាហើយយើងអាចចិញ្ចឹមជលេនក៏ដូចជាចិញ្ចឹមដួងសម្រាប់ឲ្យត្រីស៊ីក៏ដូចជាមាន់ទាផងដែរបាទហើយអាកាសសំណល់ទាំងអស់ហ្នឹងយើងយកទៅដាក់ដំណាំដូចជាឈើហូបផ្លែសពបែបយ៉ាងគឺអាចដាក់បានល្អដោយមិនចាំបាច់ប្រើប្រាស់ជីគីមីហើយបានន័យថានៅពេលដែលយើងប្រើប្រាស់សារធាតុសរីរាង្គទាំងអស់ហ្នឹងវាទី1គឺបរិស្ថានវាអត់ត្រូវបំផ្លាញទេហើយសុវត្ថិភាពអ្នកផលិតហ្នឹងគឺអត់មានការរងផលប៉ះពាល់ទៅលើការប្រើប្រាស់ថ្នាំគីមីដូចជាភាគច្រើនខ្ញុំឃើញជាកសិករយើងដាំដំណាំភាគច្រើនមានស្មៅព្រៃអីហ្នឹងដុះគាត់យកថ្នាំហ្នឹងទៅសម្លាប់អាស្មៅហ្នឹងអញ្ចឹងវាធ្វើឲ្យអាកាសសំណល់គីមីហ្នឹងធ្វើឲ្យបំផ្លាញបរិស្ថាននៅជុំវិញហ្នឹងប៉ុន្តែបើសិនជាយើងចិញ្ចឹមគោបានថាយើងអត់ហ៊ានកាត់ស្មៅហ្នឹងទេយើងបន់ឲ្យអាស្មៅហ្នឹងដុះស្រួលងាយស្រួលមកច្រូតបាទប៉ុន្តែយើងអាចដាំស្មៅវិញស្មៅហ្នឹងដោយសារវាមាននាពីដែលអាចដាំនៅចន្លោះគុម្ពចេកបានបាទចឹងខ្ញុំក៏មានការដាំចេកដែលមានដាំស្មៅនាពីហ្នឹងហើយចេករបស់ខ្ញុំគឺដាំខុសគេដោយសារខ្ញុំដាំពួកចេកណាំវ៉ាទឺដោយសារដីរបស់ខ្ញុំដែលភាគច្រើនគឺដីនៅទំនាបវាលស្រែអញ្ចឹងខ្ញុំមិនអាចដាំចេកខ្ពស់បានទេអញ្ចឹងខ្ញុំមានតែដាំចេកណាំវ៉ាទឺនេះឯងដែលទី1ចេកណាំវ៉ាទឺហ្នឹងវាគុណប្រយោជន៍វាគឺដើមវាទាបខ្យល់ដួលមិនរលំហើយវាអាចដាំញឹកបានដោយសារអ្នកដែលមានផ្ទៃដីដាំតិចក៏អាចដាំបានច្រើនដែរអញ្ចឹងវាខុសពីពពួកចេកណាំវ៉ាខ្ពស់ហើយទី2គឺផ្លែរបស់វាហ្នឹងវាមានរសជាតិផ្អែមហើយទិន្នផលវាអាស្រ័យលើដីដែរហើយនឹងជីដែលយើងដាក់ទេអញ្ចឹងបើសិនជាយើងដាក់បានល្អអាទិន្នផលហ្នឹងវាក៏វាកើនតាមហ្នឹងដែរបាទហើយតើតងនឹងដើមចេកទឺហ្នឹងដែរបើសិននៅពេលដែលយើងប្រម៉ូនេះទៅដើមចេករបស់វាគឺបងឃើញថាបងយកមកកិនលាយជាមួយនឹងនេះដែរបងណាកិនលាយដើម្បីយើងយកធ្វើជាចំណីសត្វគោដែរបងណាកិនឲ្យគោស៊ីបើសិនជាខ្ញុំមិនមានគោក៏ខ្ញុំអាចយកទៅដាក់នៅគល់ចេកយើងវិញដែរព្រោះវាកាត់ខ្ទេចហើយក្នុងនោះខ្ញុំក៏កំពុងតែសិក្សាស្រាវជ្រាវហាន់ដើមចេកហ្នឹងជាចំណិតដោយក្បិតមុខពីរហ្នឹងព្រោះម៉ាស៊ីនហ្នឹងទីទៀតខ្ញុំនឹងចាញ់ហើយដោយសារមានបងប្អូនយើងត្រូវការប៉ុន្តែនៅ
បរទេសដូចនៅវៀតណាមនៅថៃនៅឥណ្ឌាអញ្ចឹងគេមានម៉ាស៊ីនហាន់ដើមចេកទាំងមូលគេហាន់វាចំណិតដោយក្បិនមុខពីរតែខ្ញុំក៏កំពុងតែសិក្សាធ្វើវាដែរបាទអរគុណបងរិនច្រើនដែលបានចំណាយពេលវេលាដ៏មានតម្លៃបាទចូលរួមសម្ភាសជាមួយនឹងកម្មវិធីយើងខ្ញុំហើយពីកម្មវិធីបាទសូមជូនពរឲ្យបងក្នុងការចិញ្ចឹមគោនេះទទួលបានទិន្នផលល្អហើយជោគជ័យរាល់ភារកិច្ចការងារហើយក៏ដូចជាជោគជ័យនៅក្នុងការផលិតម៉ាស៊ីនថ្មីបន្តទៀតបងណាដើម្បីបំពេញតម្រូវការដល់បងប្អូនប្រជាកសិកររបស់យើងដែលគាត់ចិញ្ចឹមគោឬក៏ចិញ្ចឹមអ្វីផ្សេងឬក៏ម៉ាស៊ីនដើម្បីផលិតអ្វីផ្សេងបន្តទៀតណាបងណាបាទហើយពីកម្មវិធីបាទខ្ញុំក៏សូមខន្តីអភ័យទោសបាទចំពោះដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាផងប្រសិនបើមានពាក្យពេចន៍ខុសឆ្គងយ៉ាងណានោះបាទសូមខន្តីអភ័យទោសដល់ខ្ញុំបាទហើយពីកម្មវិធីនឹងជួបគ្នាតាមនៅសប្តាហ៍ក្រោយតាមពេលវេលានៅម៉ោងដដែលគណៈពេលនេះខ្ញុំបាទនិងបងបរិនសូមអរគុណនិងសូមគោរពលា